ជាសកម្មភាពសប្បាយៗរបស់អ្នកភូមិស្រុកថ្មបាំងដែលកំពុងតែចាប់ត្រីក្នុងត្រពាំងមួយកន្លែងនៅតំបន់អរ៉ែងទំនៀមទម្លាប់នេះមានជាយូរណាស់មកហើយអញ្ចឹងចាំខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាត្រពាំងនេះនៅទីណាចៃដន្យអីថ្ងៃទី16បានថ្ងៃមុនហ្នឹងពួកខ្ញុំបានទៅលេងនៅតំបន់អរ៉ែងលឺអ្នកភូមិថាគេមានពិធីចាប់ត្រីហើយខ្ញុំក៏បានជិះទៅតាមពួកគាត់ទៅដល់កន្លែងចាប់ត្រីហ្នឹងគឺយើងត្រូវតែឆ្លងទូកទៅមកខាងទៀតបន្ទាប់មកដើរកាត់ត្រីប្រហែលជា200ម៉ែត្រទៅដល់ត្រពាំងដែលអ្នកភូមិកំពុងតែចាប់ត្រីគ្រាន់មកដល់ភ្លាមគឺឃើញបងប្អូនអ្នកភូមិមកច្រើនមែនតើមានទាំងយាយតាអ៊ំពូមីងក្មេងចាស់ប្រុសស្រីគឺមកទាំងអស់ប្រជាពលរដ្ឋក្នុងតំបន់សហគមន៍អរ៉ែងនេះបានរៀបចំពិធីសែនចាប់ត្រីនៅត្រពាំងបបោះតូចដែលស្ថិតនៅភូមិជំនាប់ស្រុកថ្មបាំងខេត្តកោះកុងទំនៀមទម្លាប់សែនចាប់ត្រីនេះមានអាយុកាលជាង100ឆ្នាំមកហើយគេធ្វើឡើងជារៀងរាល់ឆ្នាំម្ដងក្នុងគោលបំណងដេញក្រពើភ្នំឲ្យឡើងគោកឬចងមកក្រពើដើម្បីការពារសុវត្ថិភាពអ្នកភូមិអ្នកនៅក្នុងទឹកគឺគាត់បន្តសកម្មភាពធ្វើការចាប់ត្រីដដែលរីឯអ្នកនៅលើគោកចាប់ផ្ដើមរៀបចំបង្កាត់ភ្លើងដើម្បីធ្វើការអាំងត្រីហើយការអាំងរបស់គាត់នេះគឺទំនងខ្លាំងមែនទែនហើយអ៊ំពូមីងក៏បានដាក់បាយមកពីផ្ទះដើម្បីធ្វើការហូបជាមួយនឹងត្រីហ្នឹងហើយខ្ញុំបានសុំពួកគាត់ហូបដែរបានហូបសាច់ត្រីហ្នឹងគឺផ្អែមឆ្ងាញ់ខ្លាំងមែនទែនដោយសារសាច់ត្រីហ្នឹងគឺធម្មជាតិពិត100%ហ្មងអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងបើសិនជាមានការលើសរសឬក៏ខ្វះខាតត្រង់ណានាងខ្ញុំសូមធ្វើការអភ័យទោសទុកជាមុនអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូក្រោយបាយបាយ